នៅថ្ងៃទី13ខែមករាឆ្នាំ2021បរិយាកាសជុំវិញមជ្ឈមណ្ឌល La Mesia Term មិនខុសពីតំបន់សង្គ្រាមនោះឡើយនៅលើមេឃឧទ្ធម្ភាគចក្រប៉ូលីសហោះក្រឡឹងមិនឈប់មិនឈរចំណែកឯនៅលើដីកងកម្លាំងពិសេសប្រដាប់អាវុធធន់ធ្ងន់និងឆ្កែហិតមីនបានការពារអគារយ៉ាងក្រាស់ឃ្មឹកនេះគឺជាការប្រជុំមុខដាក់គ្នារវាងរដ្ឋាភិបាលនិងអាណាចក្រម៉ាហ្វៀពិភពលោកនៅសងខាងនៃជញ្ជាំងអេក្រង់ទូរទស្សន៍រាប់រយបានបង្ហាញរូបភាពផ្ទៃមុខជនជាប់ចោតមកពីពន្ធនាគារផ្សេងក្រសែភ្នែករបស់ក្រិតជនដែលធ្លាប់តែសម្លាប់មនុស្សមិនញញើតដៃសម្លឹងមកនៅក្នុងបន្ទប់សវនកម្មដោយភាពកាចសាហាវនិងស្ងៀមស្ងាត់ដែលធ្វើឲ្យអ្នកនៅក្នុងបន្ទប់មានអារម្មណ៍ព្រឺសម្បល់ដកដង្ហើមសឹងតែមិនចង់ដល់ពោះស្រាប់តែទ្វារធំត្រូវបានបើកឡើងសំឡេងសម្រាប់ជើងប៉ូលីសកម្លាំងពិសេសដង្ហែអមដំណើរបានធ្វើឲ្យបន្ទប់ទាំងមូលស្ងាត់ជ្រងំបុរសវ័យចំណាស់ម្នាក់មានរូបរាងមាំទឹកមុខស្ងប់ស្ងាត់ដូចជាទឹកសមុទ្រមុនពេលមានព្យុះបានដើរចូលមកគាត់គឺ Nicolas Crabtree ដែលជាប្រាជ្ញាដែលអិនតារាងកេតាដាក់តម្លៃក្បាលគាត់ថ្លៃជាទីបំផុតបាទហើយបានជាខ្ញុំសម្រេចចិត្តថាបង្កើតវីដេអូនេះជាភាគបែបនេះគឺដោយសារតែវីដេអូប្រធានបទនេះគឺមានលក្ខណៈវែងខ្លាំងហើយបើសិនជាខ្ញុំចាំឲ្យជាប់ចាំបង្ហោះជូនបងប្អូនទាំងគ្នាច្បាស់ជាចូលដល់ខែហើយទៅហើយព្រោះអាចដោយសារតែមានការរវល់ការងារផ្ទាល់ខ្លួនរបស់ខ្ញុំហើយខ្ញុំឆ្លៀតពេលដើម្បីបង្កើតវីដេអូខ្លះៗដើម្បីចែកជូនបងប្អូនទាំងគ្នាបាទហើយសម្រាប់វីដេអូបន្តទៅនេះគឺអ្វីដែលកម្លាំងប៉ូលីសមានការភ្ញាក់ផ្អើលនោះគឺភាពស៊ីវិល័យនៃលេនដ្ឋានរបស់ក្រុមម៉ាហ្វៀដែលលេនដ្ឋានខ្លះត្រូវបានបំពាក់ទៅដោយម៉ាស៊ីនត្រជាក់ប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿននិងទូរទស្សន៍ខ្សែកាបនិងមានផ្ទះបាយទំនើបដែលអនុញ្ញាតឲ្យមេខ្លោងអាចរស់នៅបានរាប់ខែដោយមិនចាំបាច់ចេញក្រៅហើយអ្វីដែលប៉ូលីសបានរកឃើញនៅទីនោះទៀតនោះគឺប្រព័ន្ធម៉ូទ័រដែលតភ្ជាប់ទៅកាន់កាមេរ៉ាសុវត្ថិភាពរាប់រយគ្រាប់ជុំវិញភូមិដែលក្រុមម៉ាហ្វៀនេះដាក់ដើម្បីតាមដាននៅរាល់ចលនារបស់ប៉ូលីសដែលធ្វើដំណើរមកផ្ទះរបស់ពួកគេក៏ប៉ុន្តែប្រតិបត្តិការនេះគឺមានលក្ខណៈលឿននិងសម្ងាត់ជាទីបំផុតជាហេតុធ្វើពួកគេមិនអាចរត់គេចខ្លួនទាន់កម្លាំងប៉ូលីសពិសេស Carabinieri បានប្រើប្រាស់នូវឧបករណ៍កាត់ដែកនិងគ្រឿងផ្ទុះខ្នាតតូចដើម្បីទម្លាយច្រកចូលនីមួយៗនៃលេនដ្ឋានរបស់មេក្រុមម៉ាហ្វៀមេខ្លោងត្រូវបានចាប់ខ្លួនខណៈពេលដែលកំពុងតែដេកហើយអ្នកខ្លះទៀតកំពុងតែរៀបចំកិច្ចខ្លួនតាមច្រកសម្ងាត់ដែលតភ្ជាប់ទៅកាន់ប្រព័ន្ធលូនិងព្រៃក្រោយផ្ទះរបស់ពួកគេជាដើមប៉ូលីសបានរកឃើញថាមានលេនដ្ឋានខ្លះត្រូវបានតភ្ជាប់គ្នាជាបណ្ដាញក្រោមដីដែលអនុញ្ញាតឲ្យពួកមេខ្លោងធ្វើដំណើរពីផ្ទះមួយទៅផ្ទះមួយទៀតបានយ៉ាងងាយស្រួលដោយមិនចាំបាច់ចេញមកលើដីឡើយហើយយ៉ាងណាមិញក៏មានលេនដ្ឋាននៅកណ្ដាលកសិដ្ឋានចិញ្ចឹមសត្វផងដែរដែលមេខ្លោងខ្លះប្រើភាពក្លិននៃលាមករបស់សត្វនិងសម្លេងសត្វដើម្បីបិទបាំងសកម្មភាពរបស់ពួកគេដើម្បីបិទបាំងឆ្កែប៉ូលីសមិនឲ្យមានការហិតក្លិនរកឃើញជាដើមក៏ប៉ុន្តែពួកគេមិនអាចបិទបាំងនៅសញ្ញាកម្ដៅដែលផ្កាយរណបចាប់បាននោះទេក៏ព្រោះតែកម្ដៅចេញពីម៉ាស៊ីនត្រជាក់និងដង្ហើមមនុស្សនៅក្នុងរោងក្រោមដីបានបញ្ចេញមកលើផ្ទៃដីដែលផ្កាយរណបអាចចាប់បានយ៉ាងច្បាស់ហើយតាមរយៈការចូលឆ្មក់លេនដ្ឋានទាំងនេះប៉ូលីសមិនត្រឹមតែចាប់បានមេខ្លោងដែលកំពុងតែរត់គេចខ្លួនប៉ុណ្ណោះនោះទេក៏ប៉ុន្តែថែមទាំងបានរកឃើញនៅសៀវភៅបញ្ជីខ្មៅដែលកត់ត្រាមន្ត្រីពុករលួយមាសនិងលុយសុទ្ធដែលត្រូវបានច្រកនៅក្នុងបាវជ័រការពារសំណើមគប់នៅក្រោមដីនិមិត្តសញ្ញាសាសនាដែលម៉ាហ្វៀប្រើសម្រាប់ធ្វើពិធីសច្ចាប្រណិធានក្នុងការចូលជាសមាជិកជាដើមក្រោយពេលដែលប្រើកម្លាំងប៉ូលីសជំនាញ 2500 នាក់គឺមនុស្សចំនួន334នាក់ត្រូវបានដាក់ខ្នោះភ្លាមរួមទាំងមេខ្លោងកំពូលមេធាវីល្បីឈ្មោះនិងអ្នកនយោបាយជាន់ខ្ពស់ម្នាក់ដែលធ្លាប់ជាសមាជិកសភាក្រៅពីនេះក៏មានការប្រមូលវត្ថុតាងទំហំធំធេងដែលមិនធ្លាប់មានដែរដូចជាគ្រាប់បែកកាំភ្លើងវែងនិងកាំភ្លើងខ្លីរាប់រយដើមអាវុធទាំងនោះសុទ្ធសឹងតែជាអាវុធដែលមានសមត្ថភាពអាចធ្វើសង្គ្រាមនៅក្នុងក្រុងបានយ៉ាងងាយស្រួលដូចជាកាំភ្លើងវែងស្វ័យប្រវត្តិជាច្រើនរួមមាន AK-47 និង M16 ដែលភាគច្រើនត្រូវបានលាក់ទុកនៅក្នុងជញ្ជាំងផ្ទះឬក៏កប់នៅក្នុងបាវក្រោមដីដែលអាវុធទាំងនេះត្រូវបាននាំចូលតាមរយៈបណ្ដាញជួញដូរអាវុធ
ពីតំបន់អឺរ៉ុបខាងកើតដើម្បីប្រើប្រាស់ក្នុងករណីដែលមានចំនួនរវាងត្រកូលនិងត្រកូលឬសម្រាប់ការពារទំនិញគ្រឿងញៀនខ្នាតធំហើយក្រៅពីនេះក៏មានកាំភ្លើងខ្លីទំនើបរាប់រយដើមចាប់ពីប្រភេទ Beretta, G-Lock រហូតដល់ revolvers បាទហើយអ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៅទៀតនោះគឺអាវុធភាគច្រើនត្រូវបានគេលុបលេងស៊េរីចោលដើម្បីកុំឲ្យប៉ូលីសអាចដេញដោលរកប្រភពបានក្រៅពីនេះក៏មានគ្រាប់បែកដៃដែលជាប្រភេទគ្រាប់បែកផលិតនៅសូវៀតនិងអឺរ៉ុបគ្រឿងផ្ទុះដែលមានឥទ្ធិពលអាចកំទេចឡានការពារគ្រាប់ឬក៏អគារតូចៗបានក៏ត្រូវបានរកឃើញផងដែរដែលពួកម៉ាហ្វៀត្រៀមទុកសម្រាប់ការសងសឹកឬក៏ការវាយប្រហារទៅលើមន្ត្រីរាជការក៏ដូចជាព្រះអាជ្ញាណាដែលហ៊ានតតាំងទៅនឹងពួកគេក្រៅពីនេះក៏មានការដកហូតនៅទ្រព្យសម្បត្តិជារថយន្តប្រណិតជាច្រើននិងសាច់ប្រាក់រាប់លានអឺរ៉ូការរឹបអូសទ្រព្យសម្បត្តិមហាសាលនៅក្នុងប្រតិបត្តិការរៀនណាស៊ីតាស្កុតគឺមិនមែនជាការគ្រាន់តែដកហូតសម្ភារៈប្រើប្រាស់នោះទេក៏ប៉ុន្តែវាគឺជាការវាយប្រហារចំបេះដូងហិរញ្ញវត្ថុដែលធ្វើឲ្យអាណាចក្រអន្តរង្គេតាធ្លាក់ទៅក្នុងស្ថានភាពពិការភ្នែកនិងខ្វះដើមទុនភ្លាមតែម្ដងនៅក្នុងនោះផងដែរប៉ូលីសក៏បានរកឃើញថាមេខ្លោងម៉ាហ្វៀសម័យថ្មីមិនមែនរស់នៅបែបកសិករដោយចំនួនមុនឡើយពួកគេមានចំណង់ចំណូលចិត្តខ្ពស់ទៅលើរថយន្តដែលមានតម្លៃថ្លៃនិងមានល្បឿនលឿនដែលមានរថយន្តរាប់សិបគ្រឿងរួមមាន Ferrari, Lamborghini, Porsche និង Maserati ជាដើមដែលត្រូវបានរក្សាទុកនៅក្នុងភូមិគ្រឹះសម្ងាត់ឡានទាំងនេះគឺមិនមែនជាមធ្យោបាយដើម្បីធ្វើដំណើរប៉ុណ្ណោះនោះទេក៏ប៉ុន្តែវាគឺជានិមិត្តរូបនៃអំណាចដើម្បីបង្ហាញឥទ្ធិពលទៅកាន់កូនចៅនិងគូសត្រូវក្រៅពីរថយន្តស្ព័រក៏ឃើញថាមានរថយន្ត SUV ទំនើបជាច្រើនគ្រឿងដែលត្រូវបានកែច្នៃបំពាក់ដោយកញ្ចក់ការពារគ្រាប់និងតួដែកក្រាស់ដើម្បីការពារការធ្វើឃាតពីគូប្រជែងជាដើមក៏ប៉ុន្តែអ្វីដែលគួរភ្ជាប់ផ្អើលបន្ថែមជាងនេះទៀតនោះគឺបរិមាណសាច់ប្រាក់សុទ្ធដែលត្រូវបានរកឃើញនៅតាមទីតាំងផ្សេងគ្នាដែលប៉ូលីសបានរកឃើញក្រដាសប្រាក់អឺរ៉ូរាប់លានដែលត្រូវបានវេចខ្ចប់នៅក្នុងថង់ការពារសំណើមរួចលាក់ទៅក្នុងជញ្ជាំងផ្ទះក្រោមជណ្ដើរក្នុងធុងទឹកស្អុយដែលលែងប្រើនិងសូម្បីតែកប់នៅក្នុងដីចម្ការជាដើមក្រៅពីឡានលុយសុទ្ធប៉ូលីសក៏បានបង្កកទ្រព្យសម្បត្តិដែលមានតម្លៃរាប់លានអឺរ៉ូទៀតរួមមានសណ្ឋាគារនិងភោជនីយដ្ឋានដែលត្រូវបានប្រើប្រាស់សម្រាប់លាងលុយកខ្វក់ក្រុមហ៊ុនសំណង់ដែលប្រើប្រាស់សម្រាប់ការដេញថ្លៃគម្រោងរដ្ឋវិឡាប្រណិតដែលមានទីតាំងនៅតាមមាត់សមុទ្រនិងទីក្រុងធំដូចជារ៉ូមនិងមីឡាននៅពេលដែលរថយន្ត Ferrari ត្រូវបានអូសចេញហើយលុយរាប់លានត្រូវបានប៉ូលីសរាប់នៅនឹងមុខគឺមិនត្រឹមតែធ្វើឲ្យបាត់បង់លុយកាក់និងទ្រព្យសម្បត្តិប៉ុណ្ណោះនោះទេក៏ប៉ុន្តែវាគឺជាការបាក់មុខបាក់មាត់របស់មេខ្លោងទាំងនោះថែមទៀតផងហើយសម្រាប់ម៉ាហ្វៀការបាត់បង់ទ្រព្យសម្បត្តិការបាត់បង់កិត្តិយសគឺស្មើនឹងការបាត់បង់អំណាចគ្រប់គ្រងទៅលើកូនចៅហើយងាកមកដល់សវនកម្មរឿងក្តីដែលបានមកពីព្រឹត្តិការណ៍នេះក្រោយពីព្រឹត្តិការណ៍នេះដោយសារតែចំនួនជនជាប់ចោទមានរហូតដល់ទៅ350នាក់និងមេធាវីរាប់រយនាក់តុលាការធម្មតាគឺមិនអាចផ្ទុកអស់ឡើយរដ្ឋាភិបាលក៏បានបំលែងឃ្លាំងឧស្សាហកម្មនៅទីក្រុង La Mesa Term ឲ្យទៅជាបន្ទប់សវនកម្មដ៏អស្ចារ្យបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រយុត្តិធម៌របស់ប្រទេសអ៊ីតាលីដែលគេក៏ទទួលស្គាល់ថាជាបន្ទាយយុត្តិធម៌ដែលមិនអាចវាយលុកបានអគារសវនកម្មនេះគឺមានទំហំផ្ទៃក្រឡា3300ម៉ែត្រការ៉េដែលមានទំហំប្រហែលនឹងពាក់កណ្ដាលតារាងបាល់ទាត់អាជីពត្រូវបានរៀបចំឡើងដើម្បីផ្ទុកមនុស្សបានរហូតដល់ទៅ1000នាក់ក្នុងពេលតែមួយរដ្ឋាភិបាលអ៊ីតាលីគឺបានសម្រេចការសាងសង់និងបំពាក់បរិក្ខារទាំងស្រុងក្នុងរយៈពេលត្រឹមតែ5ខែតែប៉ុណ្ណោះដែលជាធម្មតាគម្រោងខ្នាតធំបែបនេះត្រូវប្រើរយៈពេលរាប់ឆ្នាំឯណោះនៅសងខាងនៃបន្ទប់សវនាការគឺមានការសាងសង់ទ្រង់ដែកធំចំនួន35ទ្រង់ទាំងនោះត្រូវបានរចនាឡើងដើម្បីដាក់ជនចាប់ចោទដែលគ្រោះថ្នាក់បំផុតដោយបំបែកពួកគេពីមេធាវីនិងសាធារណជនដើម្បីបង្ការនៅការគំរាមកំហែងឬក៏ការធ្វើឃាតបំបិទមាត់នៅក្នុងសវនកម្មជញ្ជាំងនិងទ្វារចេញចូលត្រូវបានពង្រឹងដើម្បីទប់ទល់ទៅនឹងការវាយប្រហារដោយគ្រាប់បែកឬក៏អាវុធធុនធ្ងន់ហើយដើម្បីកាត់ទោសជនចាប់ចោទរាប់រយនាក់ដែលស្ថិតនៅក្នុងពន្ធនាគារផ្សេងបន្ទប់សវនកម្មនេះគឺត្រូវបានបំពាក់ដោយប្រព័ន្ធវីដេអូគឺមានអេក្រង់ទូរទស្សន៍រាប់រយគ្រាប់ដែលតភ្ជាប់ទៅកាន់ពន្ធនាគារដែលមានសុវត្ថិភាពបំផុតទូទាំងប្រទេសអ៊ីតាលីនេះអនុញ្ញាតឲ្យជនជាប់ចោទជិត90នាក់
ចូលរួមសវនាការតាមរយៈវីដេអូដើម្បីជៀសវាងនៃការចាក់ឡាត់សាកសីឬក៏ជនជាប់ចោទដែលនាំឲ្យមានហានិភ័យនៅតាមផ្លូវជាដើមងាកទៅមើលតុសម្រាប់មេធាវីវិញគឺមានតុវែងដែលបំពាក់ទៅដោយប្រព័ន្ធអ៊ីនធឺណិតនិងអគ្គិសនីសម្រាប់មេធាវីជាង600នាក់ដែលការពារឲ្យភាគីទាំងសងខាងហើយឡែកនៅក្រៅអគារវិញគឺនៅជុំវិញទីនោះត្រូវបានប្រកាសថាជាតំបន់ហាមឃាត់ដែលយាមកាមដោយកងកម្លាំងប្រាវុធ24ម៉ោងលើ24ម៉ោងរាល់អ្នកដែលចេញចូលនៅក្នុងអគារត្រូវឆ្លងកាត់ការពិនិត្យអត្តសញ្ញាណនិងស្កេនដោយម៉ាស៊ីនទំនើបបំផុតស្រដៀងនឹងសន្តិសុខនៅប្រលានយន្តហោះដែរសំណួរសួរថាហេតុអ្វីបានជាត្រូវធ្វើដល់ឋានៈនេះមូលហេតុដែលរដ្ឋាភិបាលសុខចិត្តចំណាយលុយរាប់លានអឺរ៉ូនិងកម្លាំងសាងសង់មហាសាលបែបនេះគឺដើម្បីតែបង្ហាញឲ្យក្រុមម៉ាហ្វៀឃើញថារដ្ឋមានអំណាចនិងធនធានខ្លាំងជាងពួកគេការពារជីវិតព្រះញ្ញាចៅក្រមក្រឡាបញ្ជីសាក្សីនិងមនុស្សគ្រប់គ្នាដែលនៅទីនោះពីការសងសឹករបស់ក្រុមអន្តរកេតាហើយយល់ឃើញថាការកាត់ទោសមនុស្ស350នាក់ក្នុងពេលតែមួយនៅកន្លែងតែមួយនឹងជួយឲ្យដំណើរការកាត់ក្តីប្រព្រឹត្តទៅបានលឿននិងស៊ីចង្វាក់គ្នាមុននឹងចូលទៅដល់ភាពស៊ីជម្រៅនៃសវនាការប្រវត្តិសាស្ត្រនេះតួអង្គសំខាន់បំផុតដែលមិនអាចបំភ្លេចបានដែលនៅពីក្រោយប្រតិបត្តិការនេះគឺព្រះញ្ញា Nicholas Crabtree គាត់គឺជាមនុស្សដែលអន្តរកេតាចង់សម្លាប់បំផុតគាត់ត្រូវបានរស់នៅក្រោមការការពារពីប៉ូលីសយ៉ាងតឹងរ៉ឹងអស់រយៈពេលជាង30ឆ្នាំមិនអាចដើររកទិញអីវ៉ាន់ឬទៅណាដោយសេរីបានឡើយ Crabtree ធ្លាប់និយាយថានេះមិនមែនគ្រាន់តែជាការកាត់ទោសទេក៏ប៉ុន្តែវាគឺជាការរំដោះទឹកដីឲ្យមានសេរីភាពសវនកម្មលើប្រតិបត្តិការ Renascita Scott បានប្រើប្រាស់រយៈពេលសរុបជិត3ឆ្នាំទម្រាំឈានដល់ការប្រកាសសាក្រមជាប្រវត្តិសាស្ត្រដោយសវនកម្មចាប់ផ្ដើមជាផ្លូវការនៅថ្ងៃទី13ខែមករាឆ្នាំ2021ហើយចៅក្រមបានប្រកាសសាក្រមផ្ដន់ទាទោសនៅថ្ងៃទី20ខែវិច្ឆិកាឆ្នាំ2023សវនកម្មនេះគឺចាប់ផ្ដើមនៅក្នុងកណ្ដាលសម័យកាលនៃវិបត្តិជំងឺ COVID-19 ដែលបន្ថែមនូវភាពស្មុគស្មាញដល់ការរៀបចំមួយកម្រិតតោះចូលដល់ព្រឹត្តិការណ៍នៃសវនកម្មនេះតែម្ដងនៅថ្ងៃទី13ខែមករាឆ្នាំ2021បរិយាកាសជុំវិញមជ្ឈមណ្ឌល La Mesia Term មិនខុសពីតំបន់សង្គ្រាមនោះឡើយនៅលើមេឃឧទ្ធម្ភាគចក្រប៉ូលីសហោះក្រឡឹងមិនឈប់មិនឈរចំណែកឯនៅលើដីកងកម្លាំងពិសេសប្រដាប់អាវុធធន់ធ្ងន់និងឆ្កែហិតមីនបានការពារអគារយ៉ាងក្រាស់ឃ្មឹកនេះគឺជាការប្រជុំមុខដាក់គ្នារវាងរដ្ឋាភិបាលនិងអាណាចក្រម៉ាហ្វៀពិភពលោកនៅខាងក្នុងដមមហិមាមេធាវីជាង600នាក់អង្គុយតម្រៀបគ្នាយ៉ាងមានរបៀបរៀបរយនៅក្រោយតុវែងដែលបំពាក់ទៅដោយរបាំងកញ្ចក់ថ្លារបាំងនេះមិនត្រឹមតែជាការការពារពីមេរោគកូវីដនោះទេក៏ប៉ុន្តែនៅក្នុងក្រសែភ្នែកអ្នកសង្កេតការណ៍វាប្រៀបដូចជាខែលការពារផ្លូវចិត្តដ៏ត្រជាក់ស្រេបសម្រាប់មេធាវីទាំងឡាយនៅសងខាងនៃជញ្ជាំងអេក្រង់ទូរទស្សន៍រាប់រយបានបង្ហាញរូបភាពផ្ទៃមុខជនជាប់ចោទមកពីពន្ធនាគារផ្សេងក្រសែភ្នែករបស់ក្រតិជនដែលធ្លាប់តែសម្លាប់មនុស្សមិនញញើតដៃសម្លឹងមកនៅក្នុងបន្ទប់សវនកម្មដោយភាពកាចសាហាវនិងស្ងៀមស្ងាត់ដែលធ្វើឲ្យអ្នកនៅក្នុងបន្ទប់មានអារម្មណ៍ព្រឺសម្បល់ដកដង្ហើមសឹងតែមិនចង់ដល់ពោះស្រាប់តែទ្វារធំត្រូវបានបើកឡើងសំឡេងសម្រាប់ជើងប៉ូលីសកម្លាំងពិសេសដង្ហែអមដំណើរបានធ្វើឲ្យបន្ទប់ទាំងមូលស្ងាត់ជ្រងំបុរសវ័យចំណាស់ម្នាក់មានរូបរាងមាំទឹកមុខស្ងប់ស្ងាត់ដូចជាទឹកសមុទ្រមុនពេលមានព្យុះបានដើរចូលមកគាត់គឺ Nicholas Crabtree ដែលជាប្រាជ្ញាដែលអន្តរង្គេតាដាក់តម្លៃក្បាលគាត់ថ្លៃជាទីបំផុត